មួយរយៈចុងក្រោយនៃចុងឆ្នាំ2025ឬក៏នៅដើមឆ្នាំ2026នេះយើងឃើញថាពិភពលោកមានការប្រែប្រួលជាខ្លាំងដែលអាចនឹងបង្កឲ្យមានសង្គ្រាមលោកលើកទី3បានគ្រប់ពេលវេលាដោយសារតែមានភាពតានតឹងពីបណ្ដាប្រទេសមហាអំណាចភាពអស្ថិរភាពនិងការប៉ះទង្គិចជាច្រើនទៀតប្រទេសមហាអំណាចជាពិសេសសហរដ្ឋអាមេរិកមានសកម្មភាពជាខ្លាំងលើប្រតិបត្តិការយោធាទូទាំងពិភពលោកហើយព័ត៌មានទាំងអស់នោះបើមិនមែនសង្គ្រាមនៅប្រទេសណាមួយទេក៏ជាចំនួននៅប្រទេសមួយផ្សេងទៀតដែរព័ត៌មានអន្តរជាតិរឿងធំៗកើតឡើងជាប់គ្នាដែលធ្វើឲ្យមនុស្សជាច្រើនចាប់ផ្ដើមសួរថាតើពិភពលោកកំពុងដើរទៅរកសង្គ្រាមធំមួយទៀតឬក៏អត់ពីសហរដ្ឋអាមេរិកទៅវេណេស៊ុយអេឡាពីគ្រីនឡែនទៅអ៊ីរ៉ាក់រហូតទៅដល់ចិននិងតៃវ៉ាន់គឺសុទ្ធតែកំពុងបង្កជាបញ្ហាជាប់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើករឿងទាំងអស់នេះមកនិយាយជាលំដាប់លំដោយឲ្យបងប្អូនងាយយល់ថាហេតុអ្វីបានជាគេព្រួយបារម្ភថារឿងទាំងអស់នេះអាចនឹងនាំទៅសង្គ្រាមលោកលើកទី3កាលពីចុងឆ្នាំ2025ពោលគឺនៅថ្ងៃទី30ខែ12កងទ័ពជើងទឹករបស់ប្រទេសមហាអំណាចចិនបានធ្វើការឡោមព័ទ្ធទៅលើកោះតៃវ៉ាន់ទាំងមូលដោយចិនបានបញ្ជូនសម្ភារវុធជាច្រើនទៅជុំវិញកោះតៃវ៉ាន់ចំនួន5តំបន់ដែលសំខាន់មុននឹងមានការឡោមព័ទ្ធនេះកាលពី2សប្តាហ៍មុនចិនបានគំរាមទៅកាន់សហរដ្ឋអាមេរិកមិនឲ្យលក់អាវុធទៅកាន់កោះតៃវ៉ាន់ជាដាច់ខាតក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបន្តលក់អាវុធទៅឲ្យកោះតៃវ៉ាន់សរុបចំនួនប្រមាណជាង11ប៊ីលានដុល្លារអាមេរិករួចមកហើយគួរបញ្ជាក់ផងដែរថាការឡោមព័ទ្ធទៅលើកោះតៃវ៉ាន់នេះគឺជាសម្ពយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិនដែលមិនធ្លាប់មានពីមុនមកនោះទេមិនតែប៉ុណ្ណោះទេអ្នកទាំងអស់គ្នាចិនបានប្រើប្រាស់គ្រាប់រ៉ុកែតដ៏កំណាចគឺ PHL-16 បាញ់រំលងកោះតៃវ៉ាន់ចូលទៅក្នុងដែនទឹកភាគខាងជើងនិងភាគខាងត្បូងនៃកោះតៃវ៉ាន់ហើយប្រសិនបើមានការផ្ទុះអាវុធរវាងកោះតៃវ៉ាន់និងកងទ័ពជើងទឹករបស់ប្រទេសចិនមែននាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនគឺនឹងមានការលូកដៃចូលទៅជួយកោះតៃវ៉ាន់ជាមិនខានពីព្រោះតែនាយករដ្ឋមន្ត្រីប្រទេសជប៉ុនបាននិយាយអះអាងយ៉ាងច្បាស់ថាប្រសិនបើចិនហ៊ានតែប៉ះពាល់កោះតៃវ៉ាន់ខ្លួននឹងធ្វើការអន្តរាគមន៍ជួយទៅកាន់កោះតៃវ៉ាន់ភ្លាមជាពុំខានអំឡុងពេលដែលសម្ពយុទ្ធរបស់ប្រទេសចិនទៅលើកោះតៃវ៉ាន់កំពុងកើតឡើងមនុស្សជាច្រើនបានគិតថាវាជាចំណុចធំបំផុតដែលកើតឡើងអំឡុងឆ្នាំ2026នេះហើយប៉ុន្តែជាក់ស្ដែងនៅផ្នែកម្ខាងទៀតនៃពិភពលោកសហរដ្ឋអាមេរិកកំពុងរៀបចំសកម្មភាពមួយដែលធ្វើឲ្យមនុស្សជាច្រើនមិននឹកស្មានដល់ទាល់តែសោះព្រឹត្តិការណ៍នោះមិនបានកើតឡើងនៅអាស៊ីនោះទេប៉ុន្តែគឺកើតឡើងនៅអាមេរិកឡាតាំងនៅប្រទេសវេណេស៊ុយអេឡានៅថ្ងៃទី3ខែមករាឆ្នាំ2026នៅវេលាម៉ោង2ទៀបភ្លឺម៉ោងក្នុងស្រុកនៃប្រទេសវេណេស៊ុយអេឡាសហរដ្ឋអាមេរិកបានបើកការវាយប្រហារយោធាចូលទៅកាន់រដ្ឋធានីរបស់ប្រទេសនេះដែលបណ្ដាលឲ្យមានការភ្ញាក់ផ្អើលនិងលីសំឡេងយ៉ាងខ្លាំងដោយសារតែមានទាំងវត្តមាននៃការទម្លាក់គ្រាប់បែកយន្តហោះចម្បាំងឧទ្ធម្ភាគចក្រនិងការបំផ្ទុះផ្សេងជាច្រើនទៀតសម្រាប់អ្នកដែលមិនទាន់ដឹងសាច់រឿងប្រកាសជាឆ្ងល់ហើយថាហេតុអ្វីបានជាសុកសហរដ្ឋអាមេរិកចាប់ផ្ដើមប្រតិបត្តិការយោធាមិនដែលធ្លាប់មានជាច្រើនឆ្នាំមកហើយទៅលើប្រទេសវេណេស៊ុយអេឡាមួយនេះនិងចាប់ខ្លួនប្រធានាធិបតីលោកនីកូឡាស់ម៉ាឌូរ៉ូនិងប្រពន្ធរបស់លោកមូលហេតុសំខាន់ដែលធ្វើឲ្យអាមេរិកឈានដល់ការចាប់ខ្លួនប្រធានាធិបតីរូបនេះខណៈពេលដែលលោកកំពុងតែស្នាក់នៅផ្ទះរបស់លោកគឺដោយសារតែប្រទេសវេណេស៊ុយអេឡាត្រូវបានគេដឹងថាមានបំណុលប្រទេសប្រមាណជាង150ប៊ីលានដុល្លារអាមេរិកក្នុងនោះបំណុលដ៏ច្រើនលើសលប់ប្រហែលជា40ទៅ50% ត្រូវបានជំពាក់ទៅកាន់ម្ចាស់បំណុលនិងក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិកបញ្ហានេះកើតឡើងដោយសារតែរដ្ឋាភិបាលនៃប្រទេសវេណេស៊ុយអេឡានិងក្រុមហ៊ុនប្រេងរបស់រដ្ឋព្រមទាំងក្រុមហ៊ុនប្រេងមួយចំនួនទៀតបានខកខានមិនបានសងប្រាក់ទៅលើសញ្ញាបត្រវិនិយោគជាច្រើនឆ្នាំមកហើយលើសពីនេះទៅទៀតក្រុមហ៊ុនអាមេរិកជាច្រើនក៏បានខាតបង់ប្រាក់រាប់សិបលានដុល្លារក្រោយពេលទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេត្រូវបានរដ្ឋាភិបាលវេណេស៊ុយអេឡារឹបអូសយកជាសម្បត្តិរដ្ឋកាលពីឆ្នាំ2007ដោយគ្មានសំណងសមរម្យសហរដ្ឋអាមេរិកបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់នៃប្រទេសវេណេស៊ុយអេឡាថាប្រទេសនេះបានលួចថវិកាជាតិរាប់ពាន់លានដុល្លាររួចយកមកលាងលុយតាមរយៈការទិញអចលនទ្រព្យដ៏ស៊ីវិល័យនៅក្នុងសហរដ្ឋអាមេរិកពេលនោះដែររដ្ឋាភិបាលវេណេស៊ុយអេឡាបានដកហូតយកអណ្ដូងប្រេងនិងបច្ចេកវិទ្យារបស់អាមេរិកកាលពីអតីតកាល
ហើយចាត់ទុកថាជាការលួចទ្រព្យសម្បត្តិវិនិយោគរបស់អាមេរិកដោយខុសច្បាប់មិនតែប៉ុណ្ណោះរដ្ឋបាលរបស់លោក Donald Trump គឺបានចោទប្រកាន់ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាថារូបលោកគឺជាមេខ្លោងដែនឧក្រិដ្ឋកម្មគ្រឿងញៀនជាពិសេសគឺនាំចូលទៅកាន់ដែនដីសហរដ្ឋអាមេរិកផ្ទាល់តែម្ដងក៏ប៉ុន្តែប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡារូបនេះបានបដិសេធក្នុងការចោទប្រកាន់មួយនេះហើយក៏បានចោទប្រកាន់ត្រឡប់ទៅវិញថាគោលបំណងនៃសហរដ្ឋអាមេរិកក្នុងការធ្វើបែបនេះគឺដើម្បីចង់ផ្ដួលរំលំអំណាចរបស់គាត់ពីព្រោះថាប្រទេសវេណេស៊ុយអេឡាគឺមានធនធានប្រេងជាច្រើនជាងគេបង្អស់នៅក្នុងពិភពលោកប្រមាណជាង300,000 លានបារ៉ុលមិនយូរប៉ុន្មានសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការដ៏កំណាចមួយគឺធ្វើការចាប់ខ្លួនប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡារូបនេះមកកាន់សហរដ្ឋអាមេរិកដើម្បីកាត់ទោសនៅតុលាការរបស់ប្រទេសខ្លួនពេលនោះដែរប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាលោកបានប្រកាសថាប្រទេសវេណេស៊ុយអេឡាគឺកំពុងតែស្ថិតនៅក្នុងគ្រាអាសន្នហើយក្រោយពីមានការវាយប្រហារដោយផ្ទាល់ពីយោធារបស់សហរដ្ឋអាមេរិកហើយត្រឹមតែប៉ុន្មានម៉ោងក្រោយមកក៏មានការបង្ហោះលើបណ្ដាញសង្គមពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ផ្ទាល់តែម្ដងដែលលោកបានបង្ហោះថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យទៅលើប្រទេសវេណេស៊ុយអេឡាព្រមទាំងបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡានិងប្រពន្ធរបស់គាត់ទៀតផងហើយបេសកកម្មមួយនេះគឺទទួលបានការជោគជ័យទាំងស្រុងនៅមុនការវាយប្រហាររបស់សហរដ្ឋអាមេរិកនេះលោកប្រធានាធិបតី Donald Trump ក៏បានបង្កើតឲ្យមានវត្តមានយោធាទ្រង់ទ្រាយធំនៅក្នុងតំបន់ Caribbean ដើម្បីដាក់សម្ពាធឲ្យប្រធានាធិបតីវេណេស៊ុយអេឡាព្រមទាំងបានប្រមានម្ដងហើយម្ដងទៀតថាការវាយប្រហារទៅលើប្រទេសវេណេស៊ុយអេឡាពីសំណាក់សហរដ្ឋអាមេរិកនឹងកើតមាននៅក្នុងពេលឆាប់ៗនេះក្រៅពីយោធាសហរដ្ឋអាមេរិកក៏បានដាក់សម្ពាធជាច្រើនទៅលើប្រទេសវេណេស៊ុយអេឡាទៀតផងដូចជាមធ្យោបាយធ្វើដំណើរផ្សេងៗការបិទដែនអាកាសការដាក់ទណ្ឌកម្មការវាយប្រហារទៅលើទូកដែលសង្ស័យថាដឹកគ្រឿងញៀននិងរឹបអូសកប៉ាល់ដឹកប្រេងរបស់ប្រទេសវេណេស៊ុយអេឡាជាដើមនៅក្នុងសន្និសីទសារព័ត៌មានរបស់សហរដ្ឋអាមេរិកប្រធានាធិបតីលោក Donald Trump បានបញ្ជាក់យ៉ាងលម្អិតទៅលើបេសកកម្មមួយនោះថាលោកបានបញ្ជាឲ្យកងកម្លាំងទាហានរបស់សហរដ្ឋអាមេរិកគឺ US Delta Force ចេញប្រតិបត្តិការដ៏ព្រឺព្រួចមួយគឺចាប់ខ្លួនប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាក្រោយប្រតិបត្តិការនេះបានបញ្ចប់លោកប្រធានាធិបតី Donald Trump ក៏បានបញ្ជាក់ទៀតថានៅក្នុងបេសកកម្មមួយនេះទាហានពិសេសរបស់សហរដ្ឋអាមេរិកគឺគ្មាននរណាបាត់បង់ជីវិតម្នាក់នោះទេគឺមានតែអ្នករងរបួសនៅពេលដែលកន្ទុំរុញមួយរបស់សហរដ្ឋអាមេរិកត្រូវបានគេបាញ់ទម្លាក់ហើយលោក Donald Trump ក៏បានបន្តទៀតថាទាហានពិសេសរបស់គាត់បានចូលទៅចាប់ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាព្រមទាំងប្រពន្ធរបស់លោកនៅក្នុងផ្ទះផ្ទាល់តែម្ដងហើយយករូបគាត់ពីរនាក់ឡើងទៅលើកន្ទុំរុយហោះចាក់ចេញដើម្បីឈ្មោះទៅកាន់នាវាចម្បាំងធំរបស់សហរដ្ឋអាមេរិករួចហើយទើបបញ្ជូនទៅកាន់ដែនដីអាមេរិកតែម្ដងហើយនៅទីនោះលោក Maduro នឹងប្រឈមមុខនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិកតាក់ទងទៅនឹងការជួញដូរគ្រឿងញៀននិងអាវុធក្រោយពេលដែលលោក Maduro ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាត្រូវបានចាប់ខ្លួនបែបនេះសំណួរមួយតែងតែត្រូវបានមហាជនចោទសួរសំណួរនោះគឺថាតើអ្នកណាគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាបន្តទៀតក្រោយពីប្រធានាធិបតីត្រូវបានសហរដ្ឋអាមេរិកចាប់ខ្លួនបែបនេះលោក Donald Trump បានឆ្លើយទៅកាន់សំណួរនេះថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាជាបណ្ដោះអាសន្នរហូតដល់រកបានប្រធានាធិបតីថ្មីនៅក្នុងប្រទេសនេះក្រោយពេលចប់ការវាយប្រហារនេះមិនយូរប៉ុន្មានអង្គការសហប្រជាជាតិទាំងអស់បានបើកការប្រជុំជាបន្ទាន់មួយដែលតាក់ទងទៅនឹងសហរដ្ឋអាមេរិកវាយប្រហារទៅលើប្រទេសវេណេស៊ុយអេឡានេះមានប្រទេសជាច្រើនបានចោទប្រកាន់ទៅសហរដ្ឋអាមេរិកថាបំពានលើច្បាប់អន្តរជាតិដោយប្រើប្រាស់កម្លាំងទ័ពនិងយោធាទៅលើប្រទេសវេណេស៊ុយអេឡាហើយសូម្បីតែ UN ក៏ទទួលស្គាល់ដែរថាអំពើនេះគឺជាអំពើដែលខុសច្បាប់អន្តរជាតិសម្រាប់មហាអំណាចធំៗដូចជារុស្ស៊ីនិងចិនក៏បានថ្កោលទោសទៅលើសហរដ្ឋអាមេរិកព្រមទាំងយល់ឃើញថាការវាយប្រហារទៅលើប្រទេសវេណេស៊ុយអេឡានេះគឺជាការឈ្លានពានបូរណភាពទឹកដីតែម្ដងប៉ុន្តែទោះបីជាបែបនេះក៏ដោយក៏គ្មានប្រទេសណាឬក៏អង្គការមួយណាអាចធ្វើអ្វីទៅលើសហរដ្ឋអាមេរិកក្រោយពីមានការចាប់ខ្លួនប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡាបានឡើយ
ក្រោយពេលដែលអាមេរិកបង្ហាញថាខ្លួនប្រើកម្លាំងយោធាដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅប្រទេសវេណេស៊ុយអេឡាបានមនុស្សជាច្រើនចាប់ផ្ដើមមើលទៅមុខថាតើអាមេរិកកំពុងរៀបចំអ្វីបន្តទៀតហើយមិនយូរប៉ុន្មានពាក្យ Greenland ក៏បានលេចឡើងជាថ្មីពីប្រធានាធិបតី Donald Trump មិនមែនជាការលេងសើចទៀតនោះទេប៉ុន្តែគឺជាបញ្ហាសន្តិសុខជាតិពិតប្រាកដនៅថ្ងៃពុធទី7ខែមករាឆ្នាំ2025នេះនៅសេតាវិមានរបស់សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump បាននឹងកំពុងចង់ទិញកោះ Greenland ពីប្រទេស Denmark ចាប់តាំងពីការឡើងកាន់អំណាចនៅអាណត្តិទី2កាលពីខែមករាដើមឆ្នាំ2025មកម្លេះលោក Donald Trump បានធ្លាប់លើកឡើងហើយថាសហរដ្ឋអាមេរិកនឹងត្រូវតែគ្រប់គ្រង Greenland សម្រាប់ហេតុផលសន្តិសុខជាតិគួរបញ្ជាក់ថាកោះ Greenland គឺជាផ្នែកមួយនៃប្រទេស Denmark ដែលវាជាសមាជិករបស់អង្គការ NATO មួយផងដែរការទទួលចង់បានកោះ Greenland របស់លោក Donald Trump ដោយប្រើមធ្យោបាយគ្រប់បែបយ៉ាងបែបនេះបានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិកនៅទ្វីបអឺរ៉ុបជាពិសេសគឺក្រោយពេលដែលអាមេរិកបានបើកការវាយប្រហារនិងចាប់ខ្លួនប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡារួចមកគួរបញ្ជាក់ដែរថាទឹកដី Greenland គឺជាដែនដីអាណានិគមរបស់ប្រទេស Denmark អស់រយៈពេលរាប់រយឆ្នាំមកហើយគិតចាប់តាំងពីឆ្នាំ1953មកម្លេះយោងទៅតាមការស្ទង់មតិមួយនៅខែមករាឆ្នាំ2025ពីប្រជាជនដែលរស់នៅក្នុងកោះនោះប្រមាណ 56% បាននិយាយថាពួកគេចង់បានឯករាជ្យពីប្រទេស Denmark ហើយត្រឹមតែ 6% ប៉ុណ្ណោះបាននិយាយថាពួកគេចង់ចូលរួមជាមួយនឹងសហរដ្ឋអាមេរិកបើមើលតាមស្ថានភាពពិភពលោកពេលនេះយើងអាចស្រមៃឃើញអនាគតមួយដែលរឿងតូចៗទាំងអស់នេះចាប់ផ្ដើមផ្ដុំគ្នាទៅជារឿងធំមួយប្រសិនបើសហរដ្ឋអាមេរិកបន្តប្រើកម្លាំងដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅវេណេស៊ុយអេឡានិងតំបន់ផ្សេងៗទៀតប្រទេសដែលប្រឆាំងអាមេរិកនឹងមិនអាចនៅស្ងៀមបន្តទៀតឡើយរុស្ស៊ីនិងចិនអាចនឹងពង្រឹងការគាំទ្រគ្នាខណៈដែលអ៊ីរ៉ង់និងកូរ៉េខាងជើងអាចមើលឃើញឱកាសក្នុងការប្រឆាំងអាមេរិកនិងចងសម្ព័ន្ធមិត្តគ្នាចំណែកនៅអាស៊ីវិញប្រសិនបើចិនហ៊ានឈានដល់ការប្រើកម្លាំងទៅលើកោះតៃវ៉ាន់នោះប្រទេសជប៉ុននិងអាមេរិកអាចនឹងត្រូវចូលជួយដោយស្វ័យប្រវត្តិព្រោះតែវាមិនមែនជាបញ្ហាតៃវ៉ាន់តែមួយប៉ុណ្ណោះទេប៉ុន្តែគឺជាបញ្ហាសមតុល្យអំណាចនៅក្នុងតំបន់តែម្ដងងាកមកកាន់ Greenland វិញប្រសិនបើកោះមួយនេះក្លាយទៅជាមូលដ្ឋានយោធាធំរបស់សហរដ្ឋអាមេរិកនោះការប្រកួតប្រជែងរវាងមហាអំណាចនឹងកាន់តែខ្លាំងទៅហើយចិននិងរុស្ស៊ីក៏មិននៅស្ងៀមនោះដែរពេលនោះសង្គ្រាមលោកលើកទី3ប្រហែលមិនចាប់ផ្ដើមដោយការប្រកាសជាផ្លូវការនោះទេប៉ុន្តែចាប់ផ្ដើមពីចំនួនជាច្រើនដែលផ្ទុះឡើងក្នុងពេលតែមួយហើយគ្មាននរណាម្នាក់អាចបញ្ឈប់វាបានទាន់ពេលវេលានេះហើយគឺជាមូលហេតុដែលគេកំពុងតែព្រួយបារម្ភថាពិភពលោកយើងថ្ងៃនេះមិនមែនកំពុងដើរទៅរកសន្តិភាពនោះទេប៉ុន្តែគឺកំពុងតែដើរទៅរកចំណុចសាកល្បងធំបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលគ្មានអ្នកណាចង់បាននោះទេអរគុណគ្នាយើងដែលបានមើលមកដល់ចុងវីដេអូនេះខ្ញុំបាទអរគុណមែនទែនដែលអ្នកទាំងអស់គ្នានៅតែបន្តគាំទ្រហើយខ្ញុំបាទអត់មានបានលក់ channel ឬក៏អីជួល channel អីទេគឺខ្ញុំបាទនៅតែបន្តធ្វើវីដេអូបន្តទៀតជូនអ្នកទាំងអស់គ្នាគ្រាន់តែបានវីដេអូមុននេះគឺបងប្រុសគាត់ជួយខ្ញុំបញ្ចូលសលេងប៉ុណ្្នឹងឯងទេដូច្នេះអ្នកទាំងអស់គ្នាកុំភ្លេចចុច like ហើយ comment ម្នាក់ម៉ាត់ផងប្រាប់ខ្ញុំផងថាមើលដល់ចប់បើសិនបើអត់តន់ join Telegram ទេគឺភ្លេច join Telegram channel ខ្ញុំ link នៅក្នុង description វីដេអូនេះក៏មានតែប៉ុណ្្នឹងដែរយើងចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ